តោះមកភ្លក់ទឹកស្ដាយទាំងអស់គ្នាបងប្អូននេះទឹកស្ដាយនេះខ្ញុំបញ្ចេញស្នាដៃធ្វើពីល្ងាចមិញឥឡូវនេះខ្ញុំដាក់ទូទឹកកកផ្លាសេឡងតាជាដល់សួតបងប្អូននិយាយពីថាតាជាហ្នឹងហើយដាក់ទូកកទៀតឥឡូវទុកវាមកទទួលហើយមុននឹងហូបយើងនាំគ្នាក្លុកវាបងប្អូននេះក្លុកបែបហ្នឹងក្លុកបែបហ្នឹងឲ្យវាកាកសណ្ដែកនៅខាងក្រោមនេះគឺវាឡើងមកខាងលើអស់ហើយរសជាតិវាគឺឆ្ងាញ់ខ្លាំងណាបងប្អូនហើយដោយសារតែព្រឹកមិញខ្ញុំយកទៅផឹកអស់មួយដបហើយបងប្អូនគឺវាឈ្ងុយខ្ទិះដូងហើយក្លិនឈ្ងុយផ្អែមឆ្ងាញ់តែមិនមែនផ្អែមខ្លាំងណាបងប្អូនមកល្មមដែលយើងអាចទទួលយកបានអញ្ចឹងណាអញ្ចឹងពីវិធីធ្វើខ្ញុំដាក់ចូលក្នុងវីដេអូវែងអស់ហើយបងប្អូនណាមិនទាន់ចេះធ្វើអាចយកទៅធ្វើបានបងប្អូនហើយយកទៅធ្វើហើយកុំភ្លេចធ្វើសាកហូបខ្លួនឯងហើយឆ្ងាញ់អាចធ្វើយកទៅលក់បានបន្តបងប្អូនអាចយកទៅលក់បានណាសម្រាប់នាងខ្ញុំសាកល្បងលើកទី1គឺវាខាប់ពេកបងប្អូនឥឡូវលើកទី2ស្រាវជ្រាវរករូបមន្តថ្មីធ្វើហើយឥឡូវនេះគឺវាបានស្តង់ដារហើយបងប្អូនបានស្តង់ដារមក the best ហ្មងបាទឆ្ងាញ់ណាបងប្អូនអញ្ចឹងហើយសាកហូបទាំងអស់គ្នាហើយដឹងរសជាតិធ្វើហើយយកលក់បងប្អូននេះប៉ុន្តែធ្វើលក់ហ្នឹងបើសិនជាលក់មួយដប1000អត់ចំណេញទេដោយសារតែគ្រឿងទេសនាងខ្ញុំទិញមកហ្នឹងធ្វើប៉ុណ្ណឹងណានាងខ្ញុំច្រកងាកមិញបានតែ14ដបទេ14ដបហើយគ្រាន់តែគ្រឿងក្រៅដែលនាងខ្ញុំទិញហ្នឹងអស់ចង់20000ឯហ្នឹងអញ្ចឹងអត់ចំណេញទេបើសិនជាលក់មួយដប1500អានឹងអាចចំណេញបងប្អូនអញ្ចឹងយើងមកសាកទាំងអស់គ្នាមកយោនេះឡើងឈ្ងុយមែនតើឈ្ងុយខ្លាំងឆ្ងាញ់ខ្លាំងបងប្អូនអើយឆ្ងាញ់ណាអ្នករសជាតិផ្អែមអីមកល្មមត្មងរសជាតិកណ្ដាលដែលថាអ្នកទឹកនោមផ្អែមអ្នកអីហ្នឹងអាចហូបបានវាមិនសូវផ្អែមពេកទេបងប្អូនហ្នឹងហើយអ្នកខ្លះធ្វើផ្អែមពេកហើយនាងខ្ញុំធ្លាប់ទិញគេហូបហើយដោយសារមានផ្អែមមានប្រៃកន្លែងខ្លះវិញគឺប្រៃសុទ្ធតែម្ដងអត់មានរសជាតិផ្អែមទេហ្នឹងហើយទឹកស្ដែកហ្នឹងណាទឹកសណ្ដែកខៀវហ្នឹងកម្រអ្នកធ្វើត្រូវបានឆ្ងាញ់ណាបងប្អូនអញ្ចឹងហើយពេលដែលយើងធ្វើត្រូវបានឆ្ងាញ់ហើយខែក្តៅបែបនេះគឺលក់ដាច់ខ្លាំងណាបងប្អូនឲ្យតែបងប្អូនធ្វើឆ្ងាញ់គេរត់រកបងប្អូនហើយជឿទៅហើយនេះឈ្ងុយខ្ទិះដូងបងប្អូនឈ្ងុយខ្ទិះដូងក្លិនសណ្ដែកក្លិនអីហ្នឹងក៏វាអត់របៀបថាអត់ស្អីគេវាអត់ធំក្លិនសណ្ដែកធំក្លិនកពុលអត់ទេបងប្អូនគឺឆ្ងាញ់តែម្ដងហើយសម្រាប់ទឹកស្លឹកតយសណ្ដែកខៀវ3ខាំទឹកស្លឹកតយ1លីត្រកន្លះក្លុកស្លឹកតយបងប្អូនហ្នឹងហើយខ្ទិះចុងយើងហ្នឹងក៏1លីត្រកន្លះដែរសម្រាប់ខ្ទិះដើមក៏យើងប្រើកន្លះលីត្របងប្អូនខ្ទិះដើមប្រើកន្លះលីត្រហ្នឹងហើយសម្ដែកឲ្យស្ករសវិញគឺ1 កែវតូចទេហើយដោះគោនាងខ្ញុំហ្នឹងចាក់រៀងកាចកំប៉ុងបងប្អូនមិនមែនកន្លះកំប៉ុងឲ្យរៀងកាចអញ្ចឹងណាបានរសជាតិប៉ុណ្ណឹងហើយដាក់អំបិលមួយចុងស្លាបព្រាអូរសជាតិវាមកអែមបងប្អូនឆ្ងាញ់ខ្លាំងមែនតែម្ដងណាហ្នឹងហើយបងប្អូនសាកធ្វើទាំងអស់គ្នាអរគុណបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយ